ក្នុងប្រវត្តិសាស្ត្រនៃសង្គ្រាមសាមកុកការធ្លាក់ចុះនៃអំណាចរបស់ឆាវសួងនិងការងើបឡើងនៃត្រកូលស៊ឺម៉ាគឺជារបត់ដ៏សំខាន់បំផុតមួយទោះបីជាគាត់មានខ្សែស្រឡាយរាជវង្សនិងមានអំណាចពេញដៃក៏ដោយក៏ឆាវសួងបានប្រព្រឹត្តកំហុសយុទ្ធសាស្ត្រធំមួយចំនួនដែលនាំទៅរកមហន្តរាយដល់ខ្លួនឯងនិងគ្រួសារ 1. ការមើលស្រាលស៊ឺម៉ាអ៊ីកំហុសដ៏ធំបំផុតរបស់ឆាវសួងគឺជឿជាក់លើខ្លួនឯងហួសហេតុពេកនៅពេលដែលស៊ឺម៉ាអ៊ីធ្វើពុតជាឈឺធ្ងន់និងចិត្តស្លាប់ឆាវសួងបានជឿជាក់ទាំងស្រុងហើយក៏ចាប់ផ្ដើមបន្ធូរបន្ថយការប្រុងប្រយ័ត្នខ្វះការពិចារណាឲ្យបានស៊ីជម្រៅលើខ្លាចាស់រូបនេះបានធ្វើឲ្យគាត់បាត់បង់ម្ចាស់ការ 2. ការផ្ដាច់ខ្លួនចេញពីមន្ត្រីជើងចាស់ដើម្បីពង្រឹងអំណាចផ្ទាល់ខ្លួនឆាវសួងបានលើកបន្ទប់តែបកពួកខ្លួនឯងនិងដកតំណែងមន្ត្រីដែលមានបទពិសោធន៍ជាច្រើនទង្វើនេះធ្វើឲ្យគាត់បាត់បង់ការគាំទ្រពីមន្ត្រីក្នុងរាជវាំងដែលធ្វើឲ្យស៊ឺម៉ាអ៊ីងាយស្រួលក្នុងការប្រមូលកម្លាំងគាំទ្រនៅពេលធ្វើរដ្ឋប្រហារ 3. ការសម្រេចចិត្តខុសនៅភ្នរកាវភេញនៅឆ្នាំ249នៅពេលដែលស៊ឺម៉ាអ៊ីធ្វើរដ្ឋប្រហារក្នុងទីក្រុងឡកយ៉ាងខណៈពេលដែលឆាវសួងនៅខាងក្រៅក្រុងជាមួយនឹងនាម៉ឺនមន្ត្រីផ្សេងទៀតជាច្រើនពេលនោះហើយដែលគ្រួសារស៊ឺម៉ាចាប់ផ្ដើមធ្វើរដ្ឋប្រហារឱកាសមាសទីប្រឹក្សាហ៊ួនហ្វានបានណែនាំឲ្យគាត់នាំស្ដេចទៅកាន់ទីក្រុងស៊ីឆាងដើម្បីប្រមូលទ័ពវាយបកមកវិញប៉ុន្តែឆាវសួងបែរជាមានចិត្តទន់ជ្រាយនិងខ្លាចបាត់បង់ទ្រព្យសម្បត្តិសុខចិត្តចោះចាញ់ស៊ឺម៉ាអ៊ីដោយសង្ឃឹមថានឹងអាចរក្សាជីវិតបានរស់នៅជាធម្មតា 4. ភាពទន់ជ្រាយនិងកង្វះឆន្ទៈជាអ្នកដឹកនាំឆាវសួងមានអំណាចជាអ្នកសម្រេចចិត្តកិច្ចការងាររដ្ឋប៉ុន្តែគាត់ខ្វះឆ្អឹងខ្នងរបស់អ្នកនយោបាយគាត់មិនហ៊ានប្រថុយប្រថានក្នុងគ្រាអាសន្ននិងងាយជឿតាមពាក្យសន្យាបោកប្រាស់របស់ស៊ឺម៉ាអ៊ីជាលទ្ធផលក្រោយពេលចោះចាញ់គាត់និងគ្រួសារទាំង3ជំនាន់ត្រូវបានប្រហារជីវិតទាំងអស់នៅក្នុងអត្ថបទនេះយើងអាចសិក្សាអំពីកំហុសរបស់ឆាវសួងបានដូចជាអំណាចដែលគ្មានបញ្ញានិងការប្រុងប្រយ័ត្នគឺគ្រាន់តែជាគ្រឿងលម្អដែលរងចាំថ្ងៃបែកបាក់ប៉ុណ្ណោះ